ជំរាបសួរបបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងតែតាមដានเพจនៃរាយការណ៍ពិសេសទីមេត្រីខណៈពេលនេះនាងខ្ញុំកំពុងតែធ្វើដំណើរតាមក្បួនរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើបាតកម្មប្រឆាំងនឹងទាមទារឲ្យយួនសុំទោសជាសាធារណៈយើងឃើញថាបន្ទាប់ពីដាក់ញត្តិនៅមន្ទីររដ្ឋសភារួចហើយឥឡូវនេះបងប្អូនប្រជាពលរដ្ឋក៏បានធ្វើដំណើរបន្តមក UN ចាដើម្បីដាក់ញត្តិហើយនៅពេលដែលទៅដល់ UN ភ្លាមខាងតំណាង UN គាត់ក៏បានចេញមកទទួលញត្តិហើយនឹងនិយាយមតិសម្ដែងសម្ដាជាមួយលោកថាច់សិដ្ឋាផងដែរចានៅពេលនេះសូមទស្សនាទស្សនវិជ្ជាជាមួយនាងខ្ញុំដូចតទៅចាខ្ញុំពេញអត់តដល់ទេខ្ញុំសូមជម្រាបបាទដំណោះស្រាយឲ្យជួនចេញពីដីខ្មែរដំណោះស្រាយឲ្យជួនពួកសេដ្ឋកិច្ចអត់អីពិបាកទេបងប្អូនគ្រាន់តែបងប្អូននៅទីក្រុងភ្នំពេញនេះជប់ប្រើប្រាស់ផលិតផលយួនជប់ផឹកកាហ្វេយួនជប់ទៅចេញសេវាកម្មយួនផ្សេងៗទាំងអស់នេះទៅពេលហ្នឹងហើយជាដំណោះស្រាយមួយហើយថាដីកម្ពុជាខំជារបស់ខ្មែរទេថ្ងៃក្រោយគឺយកទៅខ្មែរមួយចាក់មិនเอาនៅដែរជាពិការនេះគេឲ្យតាមទៅវិញទៅសូមផ្អាំថាលោកចាំមិនផងតែលោកបាននិយាយប្រមាថឲ្យខ្មែរជិះចាំមួយវិញប្រសិនបើអ្នកណាមិនធ្វើទេតែយុវជនព្រះចង់កាយការតែទៅទៅដាក់មានយ៉ាងไรនៅអមផ្លូវហើយទីឱកាសបានវិញថ្ងៃក្រោយយកទៅអាសរសម្រាប់ចោលរបស់នេះនិយាយចាំទៅហ្នឹងហើយខ្ញុំសូមអំណាចឲ្យបតកដើម្បីក្នុងញ៉ាំនេះរួមតាមយ៉ាងសកម្មសង្គមជាតិ I just want to come here on behalf of the protesters to give you this petition so that you can refer to the Ban Ki-moon Secretary General of the UN. ក្នុងញ៉ាំនេះខ្ញុំក៏សូមអរគុណឲ្យកាត់ខាងការវិភាគជឿជាក់អំពីរឿងទឹកដីកម្ពុជាក្រមនៅថាតើអង្គការសហជីវទទួលស្គាល់ទឹកដីកម្ពុជាក្រមជាទឹកដីរបស់វៀតណាមនោះគឺដោយបែបណាដោយហេតុផលណា So in this petition, we just want the Secretary General of the UN to verify or to confirm about the Khmer Krom territory, you know, how they think about it. ដីនោះដែលរបស់វៀតណាមទេតែក្នុងគ្រប់គ្រាន់តែអង្គការសហជីវទទួលស្គាល់ដោយតែណាដែលយើងចង់ឲ្យលោកជួយចា៎ So because the Khmer Krom territory belongs to Cambodia and we just want to know how or what the UN consider how the UN recognize the Khmer Kampuchea Krom land is the Vietnam land. ពេលនេះដោយសារមានការអភិវឌ្ឍនេះគឺគេបានមានប្រវត្តិសាស្ត្រថានោះគឺទឹកដីរបស់ពីយូរលង់ហើយจะให้តម្រូវការឲ្យបញ្ជាក់ថាស្មារតីរបស់ប្រវត្តិសាស្ត្រ Because recently the Vietnamese spokesman he said that the Khmer Krom territory belongs to the Vietnamese for a long time already. So so I hope that this letter can go to the Ban Ki-moon, the Secretary General. We have to take this to receive this, and it will be transmitted to. គាត់អរគុណហើយគាត់ដូចថាបកគោលញាតនេះខ្លាំងទៅយើងមិនជួយអរគុណចូលកៃការប្រកបការគ្រប់គ្រងដីទៅប្រទេសវៀតណាមទៅរបៀបម៉េចមកទៅ UN how the UN recognize the Khmer Kampuchea Krom belong to Vietnam. I think we only have one more. Sorry. Secretary General.